បាទសូមជម្រាបសួរសូមទៅលំហាត់យើងបន្តទៀតគឺលំហាត់លេខ2ក្នុងមេរៀនទី3ស្វេធរនិមិត្តដែលលំហាត់ទី2របស់យើងគេឲ្យស្វេធរនិមិត្តដែលមានតួទី1ស្មើនឹង6តួទី2ស្មើ12តួទី3ស្មើ24និងតួទី4ស្មើនឹង48តែសំណួរទី1របស់យើងគឺគេឲ្យយើងកំណត់តួទូទៅនៃស្វេធរនិមិត្តឬក៏កំណត់តួទី n នៃស្វេធរនិមិត្តហើយសំណួរទី2កំណត់គណនាតួទី14ហើយនិងសំណួរទី3គេសួរថាតើចំនួន384ជាតួទីប៉ុន្មាននៃស្វេធរនិមិត្តនេះអញ្ចឹងសូមទៅចម្លើយនៃសំណួរទាំង3ដែលលេខ2របស់យើងដែលសំណួរទី1របស់យើងគេឲ្យកំណត់តួទី n ឬក៏តួទូទៅអញ្ចឹងនៅក្នុងសមត្ថកម្មឬក៏អ្វីដែលគេប្រាប់គេមានតួទី1តួទី2នៅពេលដែលយើងស្គាល់តួជាប់គ្នាបែបនេះយើងអាចរករេសុងនៃស្វេធរនិមិត្តបានព្រោះតើតើនឹងការកំណត់តួទី n ឬក៏តួទូទៅនៃស្វេធរនិមិត្តអ្វីដែលចាំបាច់គឺត្រូវស្គាល់រេសុងជានៅក្នុងនោះយើងមានតួទី1ស្មើនឹង6តួទី2ស្មើនឹង12ហើយយើងអាចកំណត់រេសុងគុយរបស់យើងគឺស្មើនឹង12លើ6 12លើ6គឺយើងយកតួទី2ឆែកនឹងតួទី1គឺស្មើនឹង2បន្ទាប់ពីយើងស្គាល់រេសុងឬក៏ផលធៀបរួមហើយយើងអនុវត្តតាមរូបមន្តតួទូទៅឬក៏តួទី n ស្វេធរនិមិត្តគឺ an ស្មើ a1 គុណនឹង q ស្វ័យគុណ n ដក1ហើយយើងជំនួស a1 របស់យើងដោយលេខ6និង q របស់យើងដោយលេខ2អញ្ចឹងយើងបាន6គុណនឹង2ស្វ័យគុណ n ដក1នៅក្នុងកន្សោមនេះយើងអាចធ្វើការគណនាបន្តទៀតដោយបំលែង2ស្វ័យគុណ n ដក1ទៅជា2ស្វ័យគុណ n គុណនឹង2ស្វ័យគុណដក1ហើយ2ស្វ័យគុណដក1យើងតម្លាក់វាមកក្រោមមកបាន2ស្វ័យគុណ n លើ2ហើយ2ស្វ័យគុណ n លើ2យក6សម្រួលនឹង2សល់3អញ្ចឹងយើងបាន3គុណនឹង2ស្វ័យគុណ n នេះគឺជាតួទី n នៃស្វេធរនិមិត្តរបស់យើងនេះតួទី n របស់យើងបន្ទាប់ពីយើងស្គាល់តួទី n ហើយយើងអាចរកតួទី14ចឹងកាលណាយើងគណនាតួទី14យើងគ្រាន់តែជំនួស n ដោយលេខ14ទៅតួទី n ចឹងគេមានអីគេមាន an ស្មើនឹង3គុណនឹង2ស្វ័យគុណ n ហើយតួទី14មានន័យថា n ស្មើ14ចឹងចំនួន14ទៅយើងបាន a 14ស្មើនឹង3គុណនឹង2ស្វ័យគុណ14 2ស្វ័យគុណ14ស្មើនឹង16384ហើយយើងគុណនឹង3ទៅយើងបាន49152ទីនេះយើងអាចបញ្ជាក់វាថាតួទី14នៃស្វេធរនិមិត្តរបស់យើងគឺ A14 ស្មើ19152ហើយនឹងសំណួរចុងក្រោយគេសួរថាតើចំនួន384ជាតួទីប៉ុន្មាននៃស្វេតនេះអញ្ចឹងនៅក្នុងសំណួរកនេះគឺគេសួររក n មានន័យថាតើតម្លៃ384នៅតួទីប៉ុន្មានដែលមានន័យថាតើ n ស្មើប៉ុន្មានអញ្ចឹងដើម្បីកំណត់ n ស្មើនឹងប៉ុន្មានអ្វីដែលយើងមាន an របស់យើងគឺស្មើនឹង384ហើយ an ទូទៅដែលយើងរកឃើញនៅសំណួរកឃើញ3គុណនឹង2ស្វ័យគុណ n អញ្ចឹងអ្វីដែលយើងអត់ស្គាល់គឺអត់ស្គាល់ n អញ្ចឹងគឺយើងត្រូវរក n ហើយយើងឲ្យពីនេះស្មើគ្នាមកយើងបាន3គុណនឹង2ស្វ័យគុណ n ស្មើនឹង384បន្ទាប់មកយើងដោះស្រាយសមីការបែបនេះដោយចែកអង្គទី2និង3យក384ចែកនឹង3ពេលយើងចែកនឹង3ទៅយើងបាន2សេគុណ n ស្មើនឹង128បន្ទាប់មកទៀតដោយសារវាមានទម្រង់ជា expo គេហៅថាស្វ័យគុណ2ស្វ័យគុណ n អញ្ចឹងយើងបំលែងអង្គទី2ទៅជាទម្រង់2ស្វ័យគុណដូចគ្នា2ស្វ័យគុណលេខណាមួយដែលយើងយក128ចែកនឹង2យើងយក128ចែកនឹង2ទៅយើងបាន2ស្វ័យគុណ7យើងឃើញថា2សេគុណ n ស្មើនឹង2សេគុណ7នេះយើងយក128ចែកនឹង2ចែកនឹង2ចែកនឹង2រហូតដល់ឃើញ1យើងបាន2ចំនួន7ដង2 7ដងគឺ2សេគុណ7បន្ទាប់មកយើងលុប2ចោលខាងក្រោមយើងបាន n ស្មើនឹង n ស្មើ7មានន័យថាតួទី7មានតម្លៃស្មើនឹង384ឬក៏យើងអាចនិយាយថា384ជាតួទី7អញ្ចឹ
ចឹងនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងសូមអរគុណ